បុកលហងបែបសុកស្រាពេលខ្លះយើងរត់ទិញគេវាមិនបានរសចិត្តបាទភាសាយើងជួយចិត្តយ៉ាងដាច់ពេលខ្លះគេធ្វើរបៀបគេអត់ត្រូវរសជាតិយើងអញ្ចឹងសម្រាប់យើងមានរសជាតិខ្លួនយើងហើយដូច្នោះមានតែធ្វើខ្លួនឯងញ៉ាំទេមិនអាចញ៉ាំបានពេលរត់ហាត់ប្រាណនៅក្នុងភូមិក៏ឃើញបងប្អូននៅក្នុងភូមិហ្នឹងគាត់មានលហងគាត់មានសណ្ដែកបាទគាត់មានត្រប់ស្រួយដូចជាពេញប៉ោះហើយថែមទាំងតកួនស្រាយយ៉ាងហ្នឹងដែរគឺទំនោរមែនតើអញ្ចឹងមានតែប្រមូលពួកគាត់បុកលហងដល់គ្នាហើយពេលដែលធ្វើអាហារហ្នឹងគឺចែកជូនពួកគាត់ញ៉ាំចានឲ្យបានព្រួតដល់គ្នាគឺថានៅក្នុងភូមិនេះគឺល្អមែនតើមានអីយើងចូលរួមដល់គ្នាអញ្ចឹងយើងធ្វើរសជាតិយើងរសជាតិដឹករបៀបយើងបាទអ្វីដែលយើងត្រូវចំណាយគឺមានតែអំពិលខ្ចីហើយនៅត្រីឆ្អែតតែប៉ុណ្ណោះបាទបន្ទាប់ពីមកចូលគ្នាមកអូយឆ្ងាញ់មែនតើបងប្អូនទំនោរមែនតើបាទដល់ថ្ងៃបន្ទាប់ជួបពួកគាត់បានសួរទៀតថាពេលណាมันបុកលហងម្ដងទៀតបាទថ្ងៃមុនគឺឆ្ងាញ់ជាប់ចិត្តមែនតើខ្ញុំលឺហើយគឺសប្បាយចិត្តមែនតើអរគុណច្រើនបងប្អូនវីដេអូនេះមានតែប៉ុណ្្នឹងហើយអរគុណជួបគ្នានៅវីដេអូក្រោយ